បាទសួស្តីបងប្អូនអរគ្នាបងប្អូននេះទូប្រចាំហាងប្រចាំតកូលទាំងពីរបាទຂະຫນាតចិត្តសប៉ងដូចគ្នាបាទប្រសិទ្ធភាពភ្ញាស់បាទត្រាញាស់គឺដូចគ្នាបេះបិទធានាដូចគ្នាបេះបិទការប្រើប្រាស់ងាយស្រួលដូចគ្នាបេះបិទបាទហើយគ្រឿងសម្ភារៈមួយចំនួនគឺបាទយកមកពីទូបាទទូនេះស្តង់ដាចិនຂະຫນាតគ្រួសារនេះបាទស្តង់ដាបាទល្អលេខ1របស់ចិនតែសម្រាប់លក្ខណៈគ្រួសារណាបាទមានពី1ជាន់ដល់5ជាន់នេះទូនេះបាទទូនេះបាទយកគ្រឿងពីនឹងមកច្រើនណាជាពិសេសកញ្ឆែងតែម្ដងបងប្អូនទូនេះដូចគ្នាវីដេអូនេះសុំបែបនេះបងប្អូនទូនេះនិយាយថាពីបងប្អូនយកទៅណាបងប្អូនរកកន្លែងគួសមទឹកភ្លើងពងមាន់យកមកដាក់ក្នុងទូបាទដាក់មួយណាមុនក៏បានដល់ភ្លើងភ្ញាស់និយាយតែប៉ុណ្ណឹងបាទទូទាំងពីរនេះបាទហើយចំពោះការកំណត់កម្ដៅអីគឺខ្ញុំសម្រាប់ពងមាត់ពងបន្តបានរលោមានអស់11បាទទូនេះក៏ចឹងដែរ11ដូចគ្នាបងប្អូនរៀបចុះរៀបឲ្យអស់11ត្រូវហ៎បាទឲ្យអស់11ស្មើគ្នាណាបាទនិយាយអញ្ចឹងវិញបាទមិនបាច់រៀបទេខ្ញុំអត់រៀបទេបងប្អូនទេដោយសាររៀបទៅវាបាទដោយសាររៀបទៅវាកន្លក់ពេលយើងដឹកបញ្ជូនណាវាច្បល់ចូលនេះដែរហ្នឹងបាទបងម្ចាស់ទូបងប្អូនទូនេះមិនមែនអត់ចានទឹកទេចានទឹកនេះខ្ញុំដាក់នៅកណ្ដាលបងប្អូនទូនេះចានទឹកប៉ុណ្ណឹងកណ្ដាលដាក់ក្រុមហាសំណើមច្រើនពេកបាទចឹងដាក់ត្រឹមក្រោមបាតទូទៅបាទខ្ញុំឲ្យចានទឹកធំចឹងដោយសារខ្ញុំការពារពេលខែល្ងាណាខែល្ងាខែត្រជាក់ទូប៉ះសំណើមវិញណាបងប្អូនណាមិនខែល្ងាសបោសំណើមទេណាខែក្តៅហើយនឹងខែភ្លៀងសបោសំណើមតែខែល្ងាឬក៏ខែត្រជាក់ប៉ះសំណើមអញ្ចឹងពេលខែល្ងាបងដាក់ចានទឹកក្រោមកង្ហាព្រោះខែក្តៅខែភ្លៀងធម្មតាបងដាក់ចានទឹកឆ្ងាយពីកង្ហាបាទលោកលេប៉ុណ្ណឹងទៅធ្វើមើលឲ្យបានបាទនេះបូតខ្សែបាទចំបងលោកលេយ៉ាងណាឲ្យសំណើមបានពីចន្លោះពី60ទៅ70មានបាទក្បាលជាឲ្យទី10នេះណាបងប្អូនណាបាទចុះបងប្អូនវីដេអូនេះសុំប៉ុណ្ណឹងបាទហើយសង្ឃឹមថាបងប្អូនមើលទៅទូនេះពិតជាងាយប្រើមែនឲ្យតែមានបាទកន្លែងដាក់សំរុំភ្លើងទឹកដាក់ក្នុងចានហ្នឹងណាហើយនឹងពងយកមកភ្ញាស់ជាការស្រេចអត់មានធ្វើទាំងអស់ដាក់ពងបន្តបានទៀតបាទហើយទទួលស្គាល់ថាបាទហើយជឿជាក់ថាទូនេះពិតជាងាយភ្ញាស់បាទហើយអរគុណបងប្រុសគាត់សូមអរគុណបងប្រុសខាងផ្សារអង្គឈ្នួលខេត្តកណ្ដាលហើយនឹងបងប្រុសខាងបាទស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបាទបងប្រុសខាងកំពង់ចាមគាត់ទិញទូនេះលើកទី2បាទបងប្អូនដឹងទេទិញលើកទី2មានន័យថាទូនឹងគាត់យកទៅប្រើល្អហើយបាទបើខូចក៏មានន័យបើសិនទូមុនខូចក៏មានន័យថាទូនឹងល្អបាទគាត់ទិញទៀតណាមានន័យអញ្ចឹងបាទនិយាយទៅវាប្រសិទ្ធភាពវាគឺល្អនឹងហើយបាទចង់និយាយប៉ុណ្ណឹងតែនិយាយន័យអញ្ចឹងទៅខ្ញុំយ៉ាងដែរបាទអញ្ចឹងបងប្អូនសូមអរគុណវីដេអូនេះសូមចប់ប៉ុណ្ណឹងបងប្អូនណា